តួប្រិមត្តទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃប្រហ័សទី23ខែតុលាឆ្នាំ2025ម៉ោង 10:02 នាទីព្រឹកម៉ោងនៅតំបន់រដ្ឋធានី Washington ហើយនៅខាង California គឺម៉ោង 7:02 នាទីព្រឹកដោយឡែកនៅកម្ពុជាគឺម៉ោង 9 យប់ថ្ងៃប្រហ័សដូចគ្នាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិខ្ញុំសម្រាំងយកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺតាក់ទងជាមួយនឹងប្រទេសកម្ពុជាទាំងអស់ដូច្នេះកុំតាណាគឺនៅស្ដាប់រហូតដល់ចប់ទី1គឺជាលទ្ធផលនៃការប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូតរបស់កម្ពុជាជាមួយនឹងថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីគឺបានលទ្ធផលដែលភាគីទាំងសងខាងអះអាងពីបាទជោគជ័យនឹងការពេញចិត្តទទួលយកលទ្ធផលនោះដូចគ្នាហើយខ្ញុំក៏ប្រាប់ទាំងប្រតិកម្មរបស់កម្ពុជានិងប្រតិកម្មរបស់ខាងភាគីថៃថាតើភាគីទាំងពីរមានប្រតិកម្មយ៉ាងម៉េចជាសរុបគឺភាគីទាំងសងខាងសប្បាយចិត្តទាំងសងខាងទទួលយកលទ្ធផលនេះបានដូចគ្នាហើយព័ត៌មាននៅក្នុងនោះក៏មានចែករំលែកអំពីលទ្ធផលនៃការជួបប្រជុំរបស់គណៈកម្មាធិការព្រំដែនចម្រុះនេះបាននិយាយអំពីខណ្ឌសីមាបាទហើយព័ត៌មានទី2គឺប្រតិកម្មរបស់ខាងស្ថានទូតរបស់ជប៉ុនក្រសួងការបរទេសរបស់ជប៉ុនតែម្ដងទៅលើលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅនេះបាទអញ្ចឹងគឺខាងជប៉ុនគាត់រីករាយដោយសារតែគាត់មានផលប៉ះពាល់នៅក្នុងបញ្ហានោះដែរហើយគាត់បញ្ញាថានឹងជួយធ្វើយ៉ាងណាជំរុញឲ្យការអនុវត្តបទជួបបាញ់គ្នានេះបានជោគជ័យហើយព័ត៌មានទី3គឺតាក់ទងជាមួយនឹងកិច្ចប្រជុំរបស់ខាងទូតសហរដ្ឋអាមេរិកជាមួយនឹងតំណាងរបស់កម្ពុជាគឺលោកស៊ុនចន្ទថលអំពីវិស័យឯកជនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជាមូលហេតុអ្វីបានជាខ្ញុំយកមកជម្រាបពេលនេះខ្ញុំនឹងជម្រាបជូននៅក្នុងកម្មវិធីព័ត៌មានពិស្ដារហើយព័ត៌មានទី4បាទព័ត៌មានទី4នេះខ្ញុំដាក់រូបអត់ចូលអត់បានដោយសារតែវាអស់កន្លែងគឺប្រតិកម្មរបស់ប្រធានព្រឹទ្ធសភារបស់កម្ពុជាជាមួយនឹងបទវិភាគរបស់ The Nation បាទដែលខ្ញុំហៅថាជាបទវិភាគរលូតមុនពេលកំណត់គ្រាន់តែឃើញបទវិភាគនេះខ្ញុំអស់សំណើចហើយខ្ញុំគ្រាន់តែជម្រាបប្រតិកម្មសិនការវិភាគរបស់ខ្ញុំតបទៅវិញខ្ញុំនឹងជូននៅពេលល្ងាចគឺក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំនឹងជូនលម្អិតពីព្រោះឥឡូវនឹងមានហើយប៉ុន្តែខ្ញុំមិនចង់ឲ្យយករឿងនេះមកតាក់ទាញនឹងលទ្ធផលនោះទេបាទគឺខ្ញុំហៅថាជាការវិភាគរលូតមុនកំណត់របស់ The Nation បាទចឹងល្ងាចនេះគឺកម្មវិធីបច្ចុប្បន្នភាពអាមេរិកមានវិញដោយសារតែខ្ញុំបានបំពេញឯកសាររួចរាល់ហើយនៅថ្ងៃនេះផ្ទៀងផ្ទាត់មួយសារទៀតខ្ញុំនឹងផ្ញើជូនកន្លែងធ្វើការថ្មីគឺនឹងអាចនឹងត្រឡប់មកកម្មវិធីដូចធម្មតាឡើងវិញនៅក្នុងព័ត៌មានទី1នេះបាទប្រិមិត្តមួយចំនួនបានដឹងហើយគឺពីខាងភាគីកម្ពុជាបានបង្ហាញអំពីលទ្ធផលណាឲ្យមានសេចក្តីថ្លែងការណ៍ផងខ្ញុំមិនដាក់សេចក្តីថ្លែងការណ៍ហ្នឹងទេគឺសរុបមកនៅក្នុងការជួបប្រជុំហ្នឹងគឺមានការឯកភាពគ្នាដោយដែលមានបានស្នើដោយភាគីថៃកន្លងមកហើយនៅកម្ពុជាក៏បានស្នើឡើងឲ្យថៃបដិសេធជាបន្តបន្ទាប់ប៉ុន្តែឥឡូវនេះភាគីទាំងពីរឯកភាពគ្នាហើយណាគឺក្នុងនោះរួមមានការដកអាវុធធុនធ្ងន់ដោយចេញពីតំបន់ជាប់ព្រំដែនមានការដោះមីនមនុស្សធម៌មានការបង្ក្រាបលបែងអនឡាញនិងចំណុចមួយគឺកំណត់តួនាទីក្រុមសង្កេតការណ៍របស់អាស៊ានបាទ AOT នឹងផងដែរបាទហើយក្នុងការដកអាវុធនេះក៏មានការសង្កេតការណ៍ពីក្រុមអន្តរការដែរកន្លងមកគឺថៃតែងតែបដិសេធពីរឿងនៅមិនស្ទាក់ស្ទើរនិយាយចុះឡើងពី AOT ហ្នឹងបាទឥឡូវនេះគឺបានឯកភាពគ្នាហើយអញ្ចឹងមានអ្នកសួរថាតើកម្ពុជាដូចជាមិនទៀមទីអីហ្នឹងបាទគឺសំខាន់ដូចខ្ញុំបានយើងដឹងគ្រប់គ្នាហើយគឺកម្ពុជាគាត់ប្រើយន្តការអន្តរជាតិយន្តការការទូតគឺបានន័យថាឲ្យអាស៊ានធ្វើកិច្ចការងារហ្នឹងចូលរួមហើយថៃគាត់និយាយកន្លងមកគឺគាត់បដិសេធមិនព្រមមិនអីនោះឥឡូវនេះគាត់ព្រម
បាទតើក្រុមសង្កេតការអាស៊ាន AOT នេះនឹងដំណើរការយ៉ាងម៉េចមានការវិភាគគ្នាគាត់ព្រមណានេះគឺជាជោគជ័យមួយហើយបាទហើយថៃក៏គាត់បើគាត់ថាជោគជ័យដែរគឺរឿងដោះមានអាវុធអីហ្នឹងបាទនៅជោគជ័យអញ្ចឹងបានន័យថាភាគីទាំងពីរប្រកាសពីជោគជ័យរៀងៗខ្លួនហើយប្រាជ្ញាធ្វើការយ៉ាងណាដើម្បីឲ្យស្ថានភាពវិលមកសភាពដើមវិញក្នុងហើយទំនាក់ទំនងរវាងកម្ពុជានិងថៃក៏វិលមកភាពប្រក្រតីឡើងវិញផងដែរបាទឥឡូវនេះខ្ញុំមិនអានជូនទេគឺខ្ញុំសូមចាក់នៅប្រសាសន៍របស់លោកទាសីហាដែលជារដ្ឋមន្ត្រីក្រសួងការពិជាតិរបស់កម្ពុជាដែលបានអញ្ជើញចូលរួមហើយគាត់បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតែខ្ញុំមិនចាក់មិនទាំងសងទេគឺច្បិចយកតែចំណុចដកសងទៅចំណុចដែលលោករដ្ឋមន្ត្រីនិយាយពាក់ព័ន្ធជាមួយនឹងលទ្ធផលបាទពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ចំនួនមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធាតាមរយៈការកសាងបង្រៀងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងនិងយុទ្ធពកឲ្យត្រឡប់ទៅមូលដ្ឋានដើមវិញដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយក្រុមការងារដោយក្រុមអ្នកសង្កេតការអាស៊ាន AOT ឯកសារលក្ខខណ្ឌប្រតិបត្តិ TOR ក្នុងការបង្កើតក្រុមអ្នកសង្កេតការអាស៊ាននេះបានចុះហត្ថលេខារួចរាល់ដោយសហប្រធាន GBC នៅថ្ងៃនេះរួចហើយភាគីទាំងពីរបានឯកភាពគ្នាទៅលើនិយមនីតិវិធីប្រតិបត្តិ SOP ចំពោះការងារដោះមានមនុស្សធម៌សម្ដៅចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដីយើងក៏បានឯកភាពគ្នាផងដែរលើផែនការសកម្មភាពនិងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធវិទ្យា Cyber Scam និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជានិងនគរបាលជាតិថៃភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរក៏ដូចជាការចែករំលែកព័ត៌មានដោយធានាថាបញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយស្របតាមច្បាប់ជាតិនិងគោលការណ៍មនុស្សធម៌បាទប្រិមិត្តឮទេឃើញទេបាទដូចខាងថៃគាត់ក្ដុំក្ដាំងហ្នឹងឥឡូវគាត់បានហ្នឹងហើយប៉ុន្តែចំណុចមួយដែលគាត់អត់ហ៊ានក្ដុំក្ដាំងហើយគាត់និយាយពីមុនមកហើយគាត់ដកថយពីព្រោះគាត់ថាទីបំផុតគាត់ទៅព្រមនោះគឺការចូលសង្កេតការរបស់ក្រុមអាស៊ាននេះឯងដែលពេលមុនគាត់ប្រកែកថាអូយន្តការទ្វេភាគីជារឿងល្អគាត់ថាភាគីណាផ្សេងមិនឲ្យចង់ឲ្យចូលទេកម្ពុជាស្ងាត់អូសដៃគាត់ទៅធ្វើម៉េចឲ្យអាស៊ានចូលសង្កេតការហើយពេលហ្នឹងព្រៀងធ្វើសេចក្តីព្រៀង TOR របស់ពួកខាងសង្កេតការអាស៊ានហ្នឹងឥឡូវនៅថ្ងៃនេះតាមប្រកាសរបស់លោកទេសីហាគឺគេបានឯកភាពគ្នាទៅលើ term of reference ណាលក្ខខណ្ឌនៃការអនុវត្តការងាររបស់ខាងអាស៊ាននឹងធ្វើយ៉ាងម៉េចហើយព្រមហើយអញ្ចឹងគឺថៃក៏អត់ហ៊ានប្រកាសកន្លែងនឹងថាគាត់ឥឡូវនឹងព្រមតាមអ្វីដែលកម្ពុជាចង់បាននឹងហើយទេបាទអញ្ចឹងមិនសូម្បីតែប្រិមិត្តរបស់ខ្ញុំដែលចូលមកជាប្រចាំហ្នឹងក៏កម្ពុជាខ្លួនឯងក៏ភ្លេចចំណុចតែខ្លួនកម្ពុជាចង់បាននឹងដែរគឺទាមទារចំណុចហ្នឹងឲ្យអ្នកសង្កេតការមកមើលឲ្យឃើញឲ្យច្បាស់ពីព្រោះអីដោយខ្មែរយើងនិយាយថាមានសុតមិនខ្លាចភ្លើងគឺយើងហៅអន្តរជាតិមកមើលហើយថៃគាត់មិនចង់ឲ្យហ្នឹងគឺមានរឿងពីររឿងគាត់ខូចផងរឿងគាត់មិនចង់ឲ្យអ្នកណាមកត្រួតគាត់ផងគាត់ចង់ដើរធ្វើជាបងឃុំដូច្នេះនេះគឺជាលទ្ធផលចឹងហើយភាគីកម្ពុជាក៏ទទួលយកបាទហើយនៅក្នុងការថ្លែងរបស់លោកទាសីហានោះក៏មានបានបញ្ជាក់ជាថ្មីអំពីការដោះលែងយុទ្ធជនទាំង18រូបហើយនឹងការដែលលោកអបអសាទរនឹងកិច្ចព្រមព្រៀងហៅថាកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាលំពួរដែលនឹងចុះហត្ថលេខានៅថ្ងៃខាងមុខគឺថ្ងៃ26ខាងមុខដែលក្រមអធិបតេយ្យភាពរបស់លោកTrump ឬក៏តែជាសាក្សីដោយលោកតាមហើយនឹងម៉ាឡេស៊ីផងដែរអត់មានឮសូរថានិយាយអំពីចិនទេណាសូមអធិស្ឋានដែលមិត្តភ័ក្តិមួយចំនួនដែលគាត់ចង់ឮពាក្យហ្នឹងប៉ុន្តែឥឡូវខ្ញុំសូមចាក់នៅប្រសាសន៍របស់លោកទាសីហាជូនប្រិមិត្តផងដែរសូមសាទរនឹងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងថៃដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាលំពួរប្រទេសម៉ាឡេស៊ី
ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីក្នុងស្មារតីបង្កើតជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមកព្រមទាំងការបដិញ្ញាចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរសភាពការនេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន18នាក់ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរនេះបាទអញ្ចឹងលោកទីសេហាលោកបញ្ជាក់ជាថ្មីអំពីការដោះលែងយុទ្ធជនទាំង18រូបណាតែខាងភាគីថៃគឺនឹងមានប្រតិកម្មយ៉ាងណាគឺមិនទាន់ដល់ចំណុចហ្នឹងទេគឺតកតងតែជាមួយនឹងបញ្ហារឿងលទ្ធផលនេះសិនណាបាទអញ្ចឹងខ្ញុំសូមជូននៅសារព័ត៌មានរបស់ខាង The Nation វិញម្ដងអំបញ្ញនេះគឺខ្ញុំបានជូនពីខាងភាគីកម្ពុជាដោយផ្ទាល់ហើយភាគីកម្ពុជាដោយផ្ទាល់ថាយ៉ាងម៉េចយ៉ាងម៉ាណាពេលបានលើឥឡូវឮសូពីខាងថៃវិញតែគាត់សប្បាយចិត្តនឹងលទ្ធផលនោះដែរឬទេបាទគឺនៅក្នុងសេចក្តីរាយការណ៍របស់ The Nation គឺបានឲ្យដឹងថាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះគឺថៃចាត់ទុកថាជាជោគជ័យមួយណាជាកិច្ចប្រជុំដ៏ជោគជ័យមួយដោយសារតែកម្ពុជាបានយល់ព្រមជាមួយនឹងចំណុចកប្បលក្ខខណ្ឌសំខាន់របស់ប្រទេសថៃគឺមានការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនបាទហើយនឹងធានាឲ្យមានការអនុវត្តនេះដោយក្រោមការមើលបាទរបស់ខាងក្រុមអ្នកសង្កេតការអន្តរកាលបាទហើយនឹងក៏បង្កើតឲ្យមានអ្នកដែលសង្កេតមើលការដកអាវុធនេះផងដែរហើយក៏ដូចជាបាទធ្វើយ៉ាងណារៀបចំផែនការសកម្មភាពឲ្យបានចប់សពគ្រប់ហើយក៏មានកិច្ចព្រមព្រៀងនេះក៏រួមមានការថៃក៏អាងថាគឺជាការសម្រេចបាននៅតំបន់ជាច្រើននិងមាននីតិវិធីនៅក្នុងការរៀបចំឲ្យមានតំបន់ណាកំណត់ថាជាតំបន់ដោះមានហើយក៏ដូចជាការបង្កើតនៅក្រុមការងារដើម្បីអនុវត្តការបង្ក្រាបល្បែងអនឡាញហើយភាគីទាំងពីរក៏បានយល់ព្រមដើម្បីធ្វើយ៉ាងណាកំណត់ខណ្ឌដែនសីមាបោះស្ទង់ខណ្ឌដែនសីមាហើយក៏ដូចជាដាក់បង្គោលដែលបណ្ដោះអាសន្នតម្រុយបង្គោលបណ្ដោះអាសន្នទេដើម្បីធ្វើយ៉ាងណាគ្រប់គ្រងឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញទៅលើចំនួនតកតងនៅភូមិដែលនៅតាមតំបន់ព្រំដែននៅក្នុងខេត្តស្រះកែវបាទអញ្ចឹងគឺជាការមួយដែលខាងភាគីថៃបានលើកឡើងហើយនេះកាសែត The Nation បានបន្ថែមទៀតថាបើតាមលោករដ្ឋមន្ត្រីការពារជាតិរបស់ថៃលោកបាននិយាយថាគឺមេបញ្ជាការយុទ្ធភូមិភាគ2របស់ថៃហើយនឹងមេបញ្ជាការយុទ្ធភូមិភាគ4របស់កម្ពុជាគឺត្រូវបានប្រគល់ភារកិច្ចនៅក្នុងការអនុវត្តផែនការរួមគ្នាបាទដែលពួកគេនឹងជួបប្រជុំគ្នានៅថ្ងៃសៅរ៍នេះដើម្បីនិយាយអំពីផែនការជំហានបន្ទាប់ហើយពាក់ព័ន្ធជាមួយនឹងតំបន់ចំនួននៅភូមិនងច័ន្ទខាងភាគីថៃហើយនឹងឬក៏បាននងយ៉ាកែវនៅក្នុងខេត្តស្រះកែវគឺភាគីទាំងពីរគឺបានឯកភាពគ្នានឹងធ្វើការវែងរួមគ្នាបាទទៅលើចន្លោះពីបង្គោលលេខ42ទៅដល់47ហើយនឹងដាក់កំណត់នៅតម្រុយបាទតម្រុយព្រំដែននេះបណ្ដោះអាសន្នសិនបាទហើយក៏លោករដ្ឋមន្ត្រីណតផនបានបញ្ជាក់ថាបង្គោលដែលដាក់មកហ្នឹងគឺបណ្ដោះអាសន្នទេណាបណ្ដោះអាសន្នទេដែលនឹងជាការមួយជួយគ្រប់គ្រងទៅដល់ការសម្របសម្រួលវាស់វែងនឹងការកាន់កាប់ដីធ្លីរបស់ភាគីទាំងសងខាងបាទដែលលោកសង្កត់ធ្ងន់ថាការកំណត់នេះគឺវាជាគោលបំណងធ្វើយ៉ាងណាមិនអោយប៉ះពាល់ទៅដល់ផលប្រយោជន៍ថៃនៅក្រោមច្បាប់អន្តរជាតិ international law ណាច្បាប់អន្តរជាតិហើយលោកបានបញ្ជាក់ផងដែរថៃក៏នឹងសាងសង់របងព្រំដែនដែលនៅតំបន់ណាដែលបានកំណត់ព្រំដែនហើយដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរបាទអញ្ចឹងគាត់អត់បញ្ជាក់ថានៅកន្លែងណាដែលសាងសង់បង្គោលរបងនោះទេបាទគឺតែនៅលើតំបន់ដែលបានឯកភាពគ្នាហើយតែប៉ុណ្ណោះបាទនេះគឺជាខាងភាគីថៃក៏បានរាយការណ៍អញ្ចឹងខាងថៃក៏បានរីករាយហើយកម្ពុជាក៏រីករាយបាទក្រោយពីហ្នឹងគឺយើងឃើញមាន
ការដែលរីកាបាញ់មិញនេះគឺពាក់ព័ន្ធជាមួយនឹងការជួបប្រជុំគ្នារបស់គណៈកម្មាធិការគណៈកម្មការព្រំដែនចម្រុះកម្ពុជាថៃដែលបានចេញសេចក្តីប្រកាសដែលមើលទៅគឺមានតាក់ទងជាមួយនឹងបញ្ហាភូមិដងច័ន្ទហ្នឹងគឺកម្ពុជាក៏បាននិយាយដែលខ្ញុំសូមអានពីដកសំពីសេចក្តីថ្លែងការណ៍របស់កម្ពុជាបន្តិចដែលបានចេញក្រោយពីជំនួបនៃគណៈកម្មាធិការចម្រុះព្រំដែន JBC ដែលខាងសារព័ត៌មាន Thai Nation ហ្នឹងក៏និយាយទៅដល់ដែរហ្នឹងគឺនៅចន្លោះភូមិជោគជ័យឬហានៅថៃហានងច័ន្ទហើយនៅភូមិខ្មែរព្រៃច័ន្ទនិងនងយ៉ាកែវហ្នឹងគឺកម្ពុជានិងថៃឯកភាពពិនិត្យកែសម្រួលបែបបទណែនាំបច្ចេកទេសសម្រាប់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនអធិភាពនៅចន្លោះបង្គោល42និង47បន្ទាប់ពីការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងៗខ្លួនភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួនដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយសម្រាប់ធ្វើការសម្រួលការកាប់និងអាស្រ័យផលរបស់ភាគីទាំងពីរបាទហើយក៏មានការសាងសង់បង្គោលព្រំដែននោះ15តាមគំរូដែលបន្សល់តាំងពីសម័យបារាំងមកដល់ផងដែរអញ្ចឹងគឺបានន័យថាអ្វីវាត្រឡប់ទៅយន្តការច្បាប់ដែលមានស្រាប់កិច្ចព្រមព្រៀងសន្ធិសញ្ញាដែលមានស្រាប់វិញដដែលអញ្ចឹងហើយបានជាក្នុងពេលកន្លងមកខ្ញុំជូនយោបល់ប្រិយមិត្តថាកុំអាឡូតទៅតាមសភាពការដែលខាងថៃគាត់បង្កើតឡើងឬក៏រឿងអីគាត់បង្កើតឡើងគឺទីបញ្ចប់ត្រូវតែត្រឡប់ទៅយន្តការច្បាប់អ្នកដែលចរចានឹងឯកភាពគ្នាទៅតាមអ្វីដែលអាណានិគមគាត់បន្សល់វិញដដែលអត់មានខុសពីនោះទេបាទបើការកំណត់រកឃើញថាតំបន់នេះតាំងពីសម័យអាណានិគមរបស់អ្នកណាគឺត្រូវតែទទួលស្គាល់យើងបើថាចង់ចរចាគ្នាកែមិនហ្នឹងក៏តើតើមានការឯកភាពគ្នាចរចាគ្នានឹងទៀតទៅអញ្ចឹងណាមិនមែនអាចមកប្រាច្បាប់ព្រីបានទេបាទហើយក្នុងពេលដែលប្រជុំចប់ហ្នឹងគឺក៏មានខាងកម្ពុជាខាងម៉ាឡេស៊ីហ្នឹងក៏បានទទួលជួបសំណេះសំណាលហើយ3ភាគីត្រីភាគីផងដែរគឺម៉ាឡេស៊ីរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីរដ្ឋមន្ត្រីការពារជាតិកម្ពុជារដ្ឋមន្ត្រីការពារជាតិរបស់ខាងថៃក៏បានជួបប្រជុំគ្នានៅពេលដែលចុះហត្ថលេខាលើ JBC នឹងបញ្ចប់ផងដែរគឺដោយបើយោងតាមខាងក្រសួងការពារជាតិរបស់កម្ពុជាគឺឲ្យដឹងថាអ្នកដែលចូលរួមនោះគឺមានលោកទាសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាហើយខាងម៉ាឡេស៊ីគឺលោកម៉ូហាម៉ែតបាទហើយនឹងខាងភាគីខាងថៃគឺលោកណតផនហើយនៅក្នុងនោះគឺក្រសួងបានឲ្យដឹងថាភាគីទាំង3បានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជានិងថៃតាមរយៈយន្តការសំខាន់ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃកាលពីព្រឹកមិញគឺព្រឹកថ្ងៃពុធនេះហើយភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជានិងថៃក្នុងពេលកន្លងមកដែរបាទនេះគឺជាលទ្ធផលចុងក្រោយដែលខាងភាគីទាំងពីរបានសម្រេចបានបាទអញ្ចឹងខ្ញុំចងក្រងទាំងភាគីកម្ពុជានិងភាគីថៃមកជម្រាបជូនប្រិយមិត្តឥឡូវនេះតើប្រតិកម្មយ៉ាងម៉េចដែរខាងជប៉ុនគាត់សប្បាយរីករាយដែរបាទជប៉ុនលឿនពីព្រោះអីបាទគាត់មានផលប៉ះពាល់នៅក្នុងបញ្ហាសេដ្ឋកិច្ចដែរនៅតាមព្រំដែនណាអញ្ចឹងហើយក៏ជាជំហរជប៉ុនគាត់ជួយកម្ពុជាផងដែរគឺក្រសួងការបរទេសរបស់ជប៉ុនតែម្ដងបានចេញសេចក្តីថ្លែងការណ៍ភ្លាមបាទដើម្បីអបអរសាទរអញ្ចឹងខ្ញុំសូមដកស្រង់អ្វីដែលខាងជប៉ុនបាទជប៉ុនគាត់បានចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនតែម្ដងបាទក្រសួងការបរទេសជប៉ុនក៏បានចេញថាជប៉ុនទី1ជប៉ុនក៏សូមស្វាគមន៍ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃដែលបានធ្វើឡើងនាថ្ងៃទី23ខែតុលានៅប្រទេសម៉ាឡេស៊ីដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនិងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការអាស៊ានអានេះកញ្ញាជប៉ុនគាត់ថានឹងការឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការអាស៊ានដែលជាការរួមចំណែកក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងបទចុះបាញ់កាន់តែមានភាពច្បាស់លាស់ហើយជប៉ុនក៏សូមសម្ដែងនៅការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីជាប្រធានអាស៊ានដែលគាំទ្រដល់ការពិភាក្សារវាង
ប្រទេសកម្ពុជានិងប្រទេសថៃហើយទី3ជប៉ុនក៏ថាភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃមានសារៈសំខាន់សម្រាប់ស្ថិរភាពការអភិវឌ្ឍក្នុងតំបន់ទាំងមូលរដ្ឋាភិបាលជប៉ុនសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទច្បញ្ញគ្នាហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនាក្នុងន័យនេះជប៉ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយ៉ាងប្រកបប្រជានៅកិច្ចព្រមព្រៀងច្បញ្ញនិងបន្ថយភាពតានតឹងដោយសហការជាមួយនឹងប្រទេសពាក់ព័ន្ធនានាបាទនេះគឺជាការឆ្លើយតបរបស់ខាងរដ្ឋាភិបាលជប៉ុនចំពោះលទ្ធផលនៃកិច្ចប្រជុំការសម្រេចបាននៅថ្ងៃនេះបាទហើយប្រិមិត្តមានចាំបានទេបាទមុនពេលទៅប្រជុំនោះគឺខាងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនោះគាត់ថាមិនបានលទ្ធផលអីមិនចូលប្រជុំមិនអីទេបាទមិនទៅមិនចុះហត្ថលេខាទេបាទទីបំផុតគាត់ត្រូវទៅអញ្ចឹងយើងស្ដាប់សម្ដីរបស់គាត់ពេលហ្នឹងបានយើងមើលទៅថាគាត់ក៏ជាអ្នកដឹកនាំគណៈបកមួយផ្សេងនយោបាយមួយនៅក្នុងប្រទេសថៃដូច្នេះគាត់ត្រូវតែនិយាយដើម្បីបំពេញមហាជនរបស់គាត់នោះទេបាទទីបំផុតលទ្ធផលដែលជាក់ស្ដែងគាត់ត្រូវតែទទួលយកបាទហើយនៅក្នុងការប្រជុំថ្ងៃមិញនេះបាទប្រហែលថ្ងៃមុនដែរហ្នឹងគឺក៏មានការចូលរួមសង្កេតការណ៍ពីខាងអន្តរការអាស៊ានហ្នឹងទៅមើលដែរណាហើយនឹងខាងភិរៈធារីអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកក៏ទៅចូលរួមដែរណាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកដែលនៅម៉ាឡេនៅកម្ពុជាហើយនឹងនៅថៃហ្នឹងក៏ទៅចូលរួមដែរណាបាទនេះបើតាមការបញ្ជាក់របស់ខាងរដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជាខាងសហរដ្ឋអាមេរិកមានវត្តមានជានិច្ចនៅក្នុងកិច្ចប្រជុំទាំងអស់នោះបាទនេះគ្រាន់តែចង់ជម្រាបជូនឲ្យប្រិយមិត្តបាទអញ្ចឹងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកដោយដែលខ្ញុំបានជម្រាបទៀតថាបាទកុំជឿអ្នកដែលនិយាយថាអាមេរិកមិនចាប់អារម្មណ៍នោះទេកុំជឿឲ្យសោះបាទជារឿងមួយដែលនិយាយតាមអារម្មណ៍ទេនៅក្នុងកិច្ចប្រជុំប្រមាណអាមេរិកជាប់ជានិច្ចចូលជានិច្ចតែម្ដងបាទពីព្រោះអីអាមេរិកមិនដឹកនាំកិច្ចការនោះដោយផ្ទាល់ទេប្រគល់កិច្ចការនេះទៅឲ្យអាស៊ានហើយវាជារឿងល្អដែលពង្រឹងអាស៊ានឲ្យកាន់តែមានភាពរឹងមាំឡើងក្នុងការដោះស្រាយបញ្ហាខ្លួនឯងដែលពីមុនមកអាស៊ានចូលលើគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងរវាងប្រទេសមួយប៉ុន្តែឥឡូវវាមិនមែនតែមួយទេគឺប្រទេសពីរដែលជាសមាជិកចឹងអាស៊ានត្រូវតែពង្រឹងខ្លួនហើយអាមេរិកគាត់ចង់បានចឹងបាទគឺឲ្យយន្តការសហតំបន់ហ្នឹងអាចដោះស្រាយបញ្ហាហ្នឹងអស់ច្រើនពីព្រោះការដឹកនាំរបស់អាមេរិកគេហៅ delegation ការប្រគល់អំណាចប្រតិភូកម្មអំណាចហ្នឹងគឺឲ្យតាមតំបន់ដោះស្រាយបានល្អបាទតាមក្រមដែលច្បាប់អន្តរជាតិអីមកចឹងទៅបាទនិយាយតាក់ទងជាមួយនឹងអាមេរិកគឺព័ត៌មានទី3បាទគឺនៅថ្ងៃនេះបាទក៏មានកិច្ចប្រជុំផងដែររវាងខាងភិរៈធារីស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាជាមួយនឹងភាគីកម្ពុជាដែលដឹកនាំដោយបាទលោកស៊ុនចន្ទថលដែលជាឧបនាយករដ្ឋមន្ត្រីហើយទទួលបន្ទុកខាងការចរចាពាណិជ្ជកម្មនេះបាទបើយោងតាមការប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាគឺអ្នកធ្វើជាអធិបតីនឹងគឺអ្នកស្រីភិរៈធារី Walker បានធ្វើអធិបតីជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីស៊ុនចន្ទថលនៅថ្ងៃទី23ខែតុលានៅក្នុងកិច្ចសន្ទនារវាងវិស័យសាធារណៈនិងឯកជនលើកទី3របស់សហរដ្ឋអាមេរិកនិងកម្ពុជាដើម្បីពិភាក្សាអំពីឱកាសសម្រាប់ការវិនិយោគរបស់សហរដ្ឋអាមេរិកនិងពិនិត្យនិងដោះស្រាយបញ្ហាដែលសហគមន៍ធុរកិច្ចអាមេរិកកំពុងប្រឈមនៅកម្ពុជាតំណាងវិស័យឯកជនរបស់សហរដ្ឋអាមេរិកបានផ្ដល់អនុសាសន៍សម្រាប់លើកកម្ពស់តម្លាភាពដកចេញនៅរបាំងទីផ្សារនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជាសហរដ្ឋអាមេរិកបដិញ្ញាចិត្តក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឲ្យមានលក្ខណៈស្មើភាពត្រឹមត្រូវសម្រាប់ក្រុមហ៊ុនអាមេរិកអាចរីកចម្រើនបាននិងរួមចំណែកដល់វិបុលភាពសម្រាប់ទាំងប្រជាជនអាមេរិកនិងប្រជាជនកម្ពុជាបាទនេះគឺជាអ្វីដែលស្ថានទូតសហរដ្ឋអាមេរិកបានប្រកាសហើយដូចខ្ញុំធ្លាប់បាននិយាយយូរហើយប្រិមិត្តប្រហែលជានៅចាំឬក៏អ្នកខ្លះគឺថែមទាំងភ្លេចបាទខ្ញុំនិយាយថាកម្ពុជាបើធ្វើដាក់អាមេរិកឲ្យបានដូចកិច្ចព្រមព្រៀងមួយចំនួនលក្ខខណ្ឌមួយចំនួនដែលកម្ពុជាសម្រួលឲ្យដូចកម្ពុជាសម្រួលឲ្យជប៉ុនណាបាទវិនិយោគិនជប៉ុនគឺថាអស្ចារ្យតែម្ដងហើយខ្ញុំសង្ឃឹមតែបានប៉ុណ្ណឹងហើយប្រិមិត្តមួយចំនួនខ្ញុំមិននិយាយអត់ទេដែលដឹងរឿងហ្នឹងគឺតែជប៉ុនទទួលបាន
ការគ្រប់គ្រងពីរដ្ឋាភិបាលកម្ពុជាយ៉ាងម៉េចឯហ្នឹងយ៉ាងម៉េចអ្នកមួយចំនួនដឹកខ្ញុំមិនចូលលំអិតដល់ពេលហ្នឹងឯណាប៉ុន្តែអ្វីដែលខ្ញុំបានជម្រាបជូនខ្ញុំពិនិត្យមើលចំណុចនេះទៀតថាតើអ្វីដែលពិភាក្សានៅថ្ងៃនេះតើវានឹងមានផលយ៉ាងម៉េចនៅក្នុងពេលដែលលោក Trump លោកអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ានហ្នឹងពីព្រោះលោក Trump លោកបដោតទៅលើបញ្ហាហ្នឹងដែរដូច្នេះខ្ញុំជឿថាលទ្ធផលនៃការប្រជុំនេះដែលកម្ពុជាបើកចំហឲ្យបានសម្រេចបានប៉ុណ្ណាហ្នឹងអាចនឹងជាការមួយរីកាបន្ថែមទៅលោក Trump ហើយអ្វីដែលខ្ញុំសង្ឃឹមបើមិនបានទៅគាត់ជាការសង្ឃឹមរបស់ខ្ញុំប្រសិនបើពន្ធ 19% ហ្នឹងបើថាជាទូទៅនៅទៅប៉ុន្តែបើសិនជាមានការលើកលែងទំនិញមួយចំនួនសម្រួលដោយសារតែកម្ពុជាសម្រួលឲ្យធុរជនរបស់អាមេរិកធ្វើការល្អនៅកម្ពុជាលុបរបាំងមួយចំនួនបើសិនជាអាមេរិកដាក់ទំនិញមួយចំនួនក្រោមមិនទាំងអស់ណាទំនិញមួយចំនួនក្រោម 19% ហ្នឹងអានឹងរត់តែអស្ចារ្យសម្រាប់កម្ពុជាបាទនឹងចាំមើលទាំងអស់គ្នាដែរណាបាទពីព្រោះឥឡូវនេះអាចមានការឯកភាពនេះប៉ុន្តែគេមិនតាមប្រកាសទុកឲ្យលោកធានាធិបតីប្រកាសក៏មានដែរបាទការក្រុមការងារគេមានលក្ខការអញ្ចឹងបើក្តីសង្ឃឹមរបស់ខ្ញុំបន្ថែមនឹងមួយទៀតទេណាបាទសង្ឃឹមថាប្រិមិត្តដែលចូលមកនេះគឺសង្ឃឹមដូចខ្ញុំដែរថាទូទៅថា 19% ហ្នឹងចុះបើថាបានចុះគាត់តែល្អទៀតតែបើថាទូទៅថា 19% ប៉ុន្តែទំនិញមួយចំនួនឲ្យចុះក្រោម 19% អានឹងគឺល្អណាស់ជាពិសេសទំនិញណាសំខាន់ចូលរួមចំណែកដល់ការបង្កើតការងារនៅកម្ពុជាដល់កម្មករនៅកម្ពុជាណាក្តីសង្ឃឹមរបស់ខ្ញុំមិនអញ្ចឹងបាទឥឡូវនេះសូមចប់ប៉ុណ្ណឹងចូលដល់កាសែត The Nation ឥឡូវខ្ញុំដករូបចេញមួយបន្តិចខ្ញុំសូមដករូបមួយចំនួនសូមចាំមកផ្លែណាដើម្បីខ្ញុំបញ្ចូលខាងរូបរបស់ខាង Nation មកវិញបាទ Nation អូខេចូលបានហើយចាំមើលខ្ញុំបញ្ចូលរូប Nation បន្តិចចាំខ្ញុំនិយាយបាទនេះបាទ Nation បាទនេះគឺជាបទវិភាគមួយរបស់ Nation គាត់តែខ្ញុំឃើញចំណងជើងរបស់ Nation ខ្ញុំថាជាការវិភាគមួយមុនពេលកំណត់ហើយបាទហើយដល់ពេលខ្ញុំចូលអានមើលពិតជាដូចតែខ្ញុំគិតមែនបាទគឺគាត់ថាខ្យល់នៃការផ្លាស់ប្ដូរសម្រាប់បាទតកូលហ៊ុនគឺកើតមានហើយបាទតែគាត់បានសរសេរកិច្ចការសរសេរចំណុចមួយចំនួនហើយខ្ញុំសូមមិនជម្រាបជូនប្រិមិត្តរបស់ខ្ញុំពីការយល់ឃើញរបស់ខ្ញុំនៅពេលនេះទេខ្ញុំនឹងជូននៅពេលល្ងាចបាទមានចំណុចច្រើនដែលខ្ញុំនឹងចង់និយាយប៉ុន្តែខ្ញុំត្រូវថ្លឹងថ្លែងពាក្យមួយចំនួនដែលខ្ញុំដកចេញសិនពាក្យណាមួយចំនួនថ្លឹងថ្លែងមកមិនជម្រាបជូនទាំងអស់ប៉ុន្តែគ្រាន់តែជាចំណេះដឹងដល់ប្រិមិត្តផងដែរបាទគាត់ដែលខ្ញុំប្រើពាក្យសង្ខេបមួយថាជាការវិភាគរបៀបរលូតកូនមុនកំណត់ហើយបាទគឺខ្ញុំមើលឃើញថាអ្នកសរសេរនេះស្ទើរភ្លើងមែនតើមកក្នុងការសរសេរបែបនេះបាទហើយខ្ញុំជឿថាអ្វីដែលខ្ញុំនឹងជម្រាបជូននៅពេលល្ងាចនេះប្រហែលជាមានអ្នកមិនសប្បាយចិត្តច្រើនក៏ប៉ុន្តែវាឆ្លើយនឹងសំណួរដែលខ្ញុំគិតយូរហើយប្រិមិត្តគាត់សួរពីរឿងការបង្កើតអីណានៅក្រៅប្រទេសនៅក្រៅអីហ្នឹងខ្ញុំគិតមិនឆ្លើយប៉ុន្តែក្រោយពីឃើញអត្ថបទនេះខ្ញុំនឹងឆ្លើយខ្លះប៉ុន្តែមិនឆ្លើយអស់ទេបើអាចឆ្លើយទៅសំណួរហ្នឹងដូច្នេះមានអ្នកនឹងមិនសប្បាយចិត្តហើយប៉ុន្តែសប្បាយចិត្តមិនសប្បាយចិត្តក៏ដោយមិនមែនជាភារកិច្ចរបស់ខ្ញុំទេខ្ញុំចង់ឲ្យប្រិមិត្តបានដឹងច្បាស់ពីការយល់របស់ខ្ញុំអំពីការវិវត្តហ្នឹងវាយ៉ាងម៉េចបាទប៉ុន្តែមុនហ្នឹងបញ្ចប់គឺខ្ញុំសូមជូនបដកម្មភ្លាមគាត់តែចេញពីអត្ថបទនេះភ្លាមឃើញខាងរដ្ឋាភិបាលខាងភាគីកម្ពុជាគឺលោកហ៊ុនសែនដែលជាប្រធានប្រសិទ្ធិនិងជាអតីតនាយករដ្ឋមន្ត្រីលោកបានធ្វើបដកម្មភ្លាមដែលខ្ញុំសូមដកសង្កលើបដកម្មរបស់គាត់មកជម្រាបជូនប្រិមិត្តហើយល្ងាចចាំជូនការវិភាគរបស់ខ្ញុំខ្លះបាទគឺលោកហ៊ុនសែនលោកបានសរសេរនៅក្នុង Facebook របស់លោកថាក្រោយពេលអានកាសែត The Nation កាសែតថៃ The Nation ចុះផ្សាយពីកម្ពុជាខ្ញុំមានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងការសរសេរអ្វីដែលខ្ញុំគួរណែនាំទៅក្រុមកាសែតអស់លោកនោះគឺថាអស់លោកគួរផ្ដោតការយកចិត្តទុកដាក់លើសភាពការផ្ទៃក្នុងថៃល្អជាងមកគិតពីអនាគតផ្ទៃក្នុងកម្ពុជាខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើតឬនៅដើរស្រាតនៅឡើយខ្ញុំស្គាល់នៅអ្វីដែលថានយោបាយផ្ទៃក្នុងកម្ពុជាក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការថៃខ្លួនឯងផង
មកខំសរសេរវិតម្លៃសភាពការកម្ពុជាខ្ញុំចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នៅអ្វីដែលកើតឡើងក្រោយរដ្ឋាភិបាលអាយុ4ខែក្រោយរំលាយសភានិងការបោះឆ្នោតនាដើមឆ្នាំ2026រឿងនៅកម្ពុជាពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយមិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃមកកម្ពុជាទេបើលេងកំខឹងបើខឹងកំលេងនេះគឺជាប្រតិកម្មរបស់លោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភារបស់កម្ពុជាក្រោយពីឃើញសារព័ត៌មាន The Nation នេះហើយខ្ញុំក៏យល់របស់ខ្ញុំមួយទៀតដែលខ្ញុំផ្ដល់គំនិតជាជ្រុងពីខាងក្រៅនេះទៅវិញអំពីស្ថានភាពនៅក្នុងកម្ពុជាហើយនឹងការវិភាគនេះតើវាស៊ីគ្នាឬយ៉ាងម៉េចប្រិមិត្តនឹងអាចជាចំណេះដឹងហើយពិចារណាដោយខ្លួនឯងប៉ុន្តែក្នុងដំណឹងក្នុងពេលនេះគឺប្រិមិត្តសាក់គិតខ្លួនឯងសិនទៅមើលតើអាចនឹងមានចំណុចណាខ្លះដែលខ្ញុំនឹងនិយាយហើយប្រិមិត្តមានអ្វីថែមពេលដែលខ្ញុំចែករំលែកនៅល្ងាចនេះសូមសរសេរ comment យើងនឹងនិយាយឆ្លើយឆ្លងគ្នាដើម្បីជាចំណេះដឹងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមកបាទចឹងសូមអរគុណប្រិមិត្តជាច្រើនណាស់ហើយអធិស្ឋានផងមិនបានផ្សាយកម្មវិធីបច្ចុប្បន្នភាពអាមេរិកអស់ពីថ្ងៃដោយសារការរវល់ផ្ទាល់ខ្លួននៅថ្ងៃនេះបានចប់ជាផ្លូវការហើយនៅกระดาษស្នាមដែលខ្ញុំត្រូវបំពេញទៅឲ្យខាងគេនោះបាទឥឡូវចឹងបាទល្ងាចនេះកម្មវិធីបច្ចុប្បន្នភាពអាមេរិកនឹងវិលមកវិញដូចធម្មតាបាទសូមអរគុណសូមជម្រាបលាបាទ